Bao nhiêu sốជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនិងជាទីរាប់អានហើយថ្ងៃនេះខ្ញុំចង់មានកន្លឹះល្អចង់បង្ហាញអំពីវិធីសាស្ត្រដើម្បីធ្វើឲ្យអ៊ីនធឺណិតឬក៏ Wi-Fi របស់យើងក្នុងកុំព្យូទ័រហ្នឹងឲ្យមានលក្ខណៈដើរលឿនប្រសើរជាងមុនជាធម្មតានៅក្នុងប្រទេសកម្ពុជាយើងការប្រើប្រាស់ Wi-Fi គឺជាការពេញនិយមនៅក្នុងចំពោះទីក្រុងឬក៏តាមខេត្តនានាជាធម្មតា Wi-Fi របស់ក្នុងប្រទេសកម្ពុជាយើងក៏មានលក្ខណៈដើរលឿនគួរសមដែរប៉ុន្តែបងប្អូនខ្លះការប្រើមេវាមិនច្រើនដូចជាត្រឹម2ឬក៏3មេមានលក្ខណៈដើរលឿនទៅពេលដែលយើងប្រើគ្នាច្រើនប៉ុន្តែមិនជាបញ្ហាអីទេចំពោះបញ្ហានេះខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហានេះគឺធ្វើឲ្យ Wi-Fi របស់យើងដើរលឿនជាងមុនឥឡូវសូមតាមដានអូខេមិនបងប្អូនត្រូវរក icon របស់ Wi-Fi រួចហើយចុច mouse ស្ដាំបន្ទាប់មករកពាក្យថា Open Network and Share Center បន្ទាប់មកចូលទៅក្នុង Wi-Fi របស់បងប្អូនទៅឥឡូវ Wi-Fi របស់ខ្ញុំចុចចូលបន្ទាប់មកត្រូវរក Cloud Property select វារួចហើយយើងត្រូវអូសមកក្រោមហើយ select ពាក្យថាក្រោមគេនេះ Internet Protocol version 4បន្ទាប់មក select រក property ទៀតតែពេលចុចចឹងហើយវានិយាយរួចអញ្ចឹងរួចហើយយើងចុចទៅលើ use DNS យើងអាចមានជំរើសពីរយើងមាន DNS របស់ក្រុមហ៊ុនផងហើយនិង DNS របស់ Google ផងឥឡូវខ្ញុំជ្រើសរើស DNS របស់ Google ចឹងគឺប្រើ DNS Google ដូចជាបើ YouTube អីហ្នឹងមានលក្ខណៈដើរលឿនហើយចុចតាមខ្ញុំទៅតាមខ្ញុំបង្ហោះនៅក្នុង description បានសន្ទុះ4ហើយ select លើ OK បន្ទាប់មកយើងបិទវាចោលជំហានទី2បងប្អូនត្រូវរកចូលទៅក្នុង DNS របស់ admin យើងកំណត់ចូលក្នុងពាក្យថា search បើសិនជាបងប្អូនប្រើ Windows 7 search កន្លែង Windows តែខ្ញុំប្រើ Windows 8ខ្ញុំ search នៅក្នុងកន្លែងនេះចុះហើយពាក្យថា CMD មកនេះបន្ទាប់មកលើ mouse ស្ដាំមកបន្ទាប់រកពាក្យថា run as administrator បន្ទាប់មកវាចេញឲ្យសញ្ញាអញ្ចឹងយើង click yes ដល់ដំណាក់កាលនេះគឺបងប្អូនត្រូវមើលឲ្យច្បាស់បន្តិចវារៀងញ៉ៃៗតិចតែមិនអីទេបងប្អូនមើលទៅប៉ុន្តែវាពាក្យថា C សំទោស CD CD ចេញចឹងមកវាហើយ select enter ដែរបន្ទាប់មកបងប្អូន copy key នៅក្នុងនេះតាមខ្ញុំបង្ហោះក្នុង description យើង copy វាទាំងអស់ទៅ copy paste enter ទៅ copy paste enter មួយបាទឥឡូវការ copy របស់យើងបានរួចស្រេចទៅហើយឥឡូវយើងអាចបិទវាបានបន្ទាប់មកបងប្អូនត្រូវ disconnect Wi-Fi ជាមួយសិនទៅពេល disconnect រួចហើយបងប្អូនត្រូវមានជំហានទី3ដែលជាជំហានចុងក្រោយវាមិនពិបាកទេដូចតែមុនអញ្ចឹងចុចទៅលើវិធី Windows ភ្ជាប់ជាមួយ Zoho បន្ទាប់មកវាយពាក្យថាមិនសាមី gpedip.msc រួចហើយ select ទៅ OK វាចេញជាផ្ទាំងបែបនេះមកបើវាធំទីស្រួលមើលឥឡូវចូលនៅក្នុងកន្លងទី3 admin selective template បន្ទាប់មកចូលនៅក្នុង network រួចហើយចូលនៅក្នុង QoS packet select ពីរដងនៅក្នុងកន្លងទាំង3ទាំង6នេះយើងត្រូវយកកណ្ដាលចុចលើពីរដងនេះហើយចូលទៅលើ disable
ប៉ុន្តែអាកន្លែងlimit របស់វាដាក់80ឬក៏20ហ្នឹងយើងត្រូវដាក់0ទៅ apply អូខេហើយបងប្អូនអាចភ្ជាប់នៅ Wi-Fi របស់បងប្អូនអាចពេញបានពេលនោះបងប្អូននឹងឃើញនៅអនុភាពដ៏អស្ចារ្យដែលដើរលឿនជាងមុនជាងបងតា Wi-Fi បងប្អូនមានលក្ខណៈដើរលឿននៅក្នុង YouTube ឬក៏ website ផ្សេងៗបានសូមអរគុណតែតាមដាននៅវីដេអូល្អៗពីខ្មែរ Tube សូមអរគុណសូមចំណាយផងសូមជម្រាបលា